ខ្ញុំមើលមុខយាយខ្មែរដែលទៅវត្តអន្តរខ្ញុំថាអូយាយហើយយាយឈ្នះយាយយួននេះយាយយួនយកដីអស់ហើយបើតែរបៀបហ្នឹងគិតតែធ្វើចដើឡើងខាងសួរយ៉ាងនេះអត់ខ្វល់អាណាទាំងអស់ចឹងស្គាល់ប៉ុនអត់ប៉ុនលះប្រយោជន៍ផ្ទាល់ខ្លួនចេតនាចង់សង្គ្រោះគេតែធ្វើអីធ្វើទៅហើយនេះចេតនាចង់ឡើងខាងសួរណានរោអីយាយនរោឧទាហរណ៍ប្រពុតលោកគុំបជននៅណាអូស្រោចទឹកដាក់ប្រពុតស្រង់ប្រពុតទៅបានឡើងខាងសួរស្រោចតាមវិភពយាយមកច្រើនពេកនោះសុំមកផ្ដាល់រហូតដល់ប្រលប់តាមវិភពប្រពុតលោកត្អូញយតថាគតលងាណាតែ2 3ផ្ដាល់ទៀតដាច់ខ្យល់តថាគតហើយហេព្រះអង្គខ្ញុំសុំ2 3ផ្ដាល់ទៀតមកព្រះអង្គខ្ញុំមិនទាន់បានស្រោចផងកូនខ្ញុំក៏មិនទាន់បានស្រោចដែរសួរស្រឡាញ់ប្រពុតដែរហាស្រឡាញ់ប្រពុតដែរមើលអ្នកស្រឡាញ់ប្រពុតឧទាហរណ៍កូនប្រពុតចុះមកអូយអាងាប់ណាស្រោចទឹកឲ្យអញយ៉ាងហ្នឹងហាងាប់ក៏ឥឡូវហើយណែអានឹងអ្នកស្រឡាញ់ហេឯងខ្ញុំស្រោចមកផ្ដាល់ទៅបានឡើងតាមសួរអញមិនស្រោចទេទោះបីឡើងតាមសួរអញស្រោចដែរងាប់ឲ្យអញនេះអាអ្នកស្រឡាញ់មែនតើអញ្ចឹងណាបងប្អូនចិត្តអ្នកបុណ្យអញ្ចឹងគេថាអញទៅវត្តទេអញទៅទេអញឡាធ្វើស្រុកអញឲ្យសុបាយស្រុកអញឲ្យវាស្រួលឲ្យកូនចៅអញរស់នៅបើតាមតែអញគិតទេប៉ុន្តែអញអាណិតកូនចៅអញអានឹងបុណ្យណាបងប្អូនបុណ្យប្រែមកថាអត់គិតខ្លួនឯងគិតដល់អ្នកដទៃតែនិយាយពីរឿងបុណ្យកុំនិយាយពីរឿងខ្លួនឯងអត់គិតខ្លួនឯងនឹងហើយដែលវាបានផលល្អចេតនាចង់សង្គ្រោះអ្នកដទៃដល់ពេលគេសម្ដែងត្រង់ហ្នឹងគេសម្ដែងថាចេតនាចង់សង្គ្រោះអ្នកដទៃដោយឥតគិតប្រយោជន៍ផ្ទាល់ខ្លួនបានបុណ្យបានកុសលឯងនេះមិនលឺតែបានបុណ្យបានកុសលអូបានបុណ្យបានកុសលហ៎អញ្ចឹងអញទៅដែរប៉ុន្តែមើលចេតនាមើលពុទ្ធលោកថាបុណ្យបាបឯចេតនាលោកសម្ដែងថាអត់គិតខ្លួនឯងទាំងអស់គិតតែរឿងគេបុណ្យទាំងនោះដល់សម្ដែងអញ្ចឹងអាមនុស្សជាប់ប្រយោជន៍ផ្ទាល់ខ្លួននេះវានឹកឃើញអូធ្វើចឹងបានធ្វើចឹងបានទៅនរោព្រោះឯងចេតនាដើម្បីខ្លួនឯងទាន់អត់លោកយាយលោកតាត្រង់ហ្នឹងបងប្អូនត្រង់ហ្នឹងបើគាត់ដឹងថាទៅនឹងអត់បានស្អែកគាត់ទៅមិនស្រួលទៅវាយពហិយកលុយគាត់វិញអញ្ចឹងណាបងប្អូនណាចិត្តដែលចង់ជួយគេអត់មានគិតរឿងផលប្រយោជន៍ផ្ទាល់ខ្លួនបងប្អូនទៅធ្វើស្អីក៏ដោយក៏តួបុណ្យដែរធ្វើនយោបាយក៏ដោយទៅអីក៏ដោយព្រះពុទ្ធលោកថាបុណ្យបាបចេតនាសិលក៏ចេតនាដែរណាសិលក៏ចេតនាដែរមិនដើរតាមផ្លូវទៅឃើញត្រីមួយវាឡើងមកលើដីឡើងពីទឹកមកលើដីដល់ពេលចង់បានត្រីណាច់តែខ្លួនឯងកាន់សិលបោះកម្មាទៅកន្លែងនោះរួចតេឡេហ្វូនប្រាប់ចៅមករើសកម្មាប៉ុន្តែចេតនាចង់ឲ្យឃើញអាត្រីនោះចេតនាជាតួបុណ្យចេតនាជាតួបាបចេតនាជាតួសិលចេតនាហើយនេះចេតនាចង់ឲ្យចៅឃើញហ្នឹងចេតនាបងប្អូនមើលអ្នកដែលស្អាតចេតនានោះណាបងប្អូនសូមបីតជ្រុលដៃកវាសទៅស្រាប់តែកបិតហ្នឹងកវាសទៅហ្នឹងទៅចំពងកឪពុករួចស្លាប់បាត់ទៅគេថាអាហ្នឹងអនន្តរិយកម្មហើយព្រោះយើងស្លាប់ឪពុកចេតនាយើងមានចេតនាឯណាចេតនាបុណ្យចេតនាបាបបងប្អូនចេតនាជាតួសិលបើបងប្អូនយល់តែនឹងណាបងប្អូនលែងហ្មងខ្លួនឯងអត់ខ្វល់គិតរឿងនយោបាយអញជួយស្រុកជួយកូនជួយចៅឲ្យបានឡើងឋានសួគ៌ក្នុងពេលឥឡូវហ្នឹងអាហ្នឹងបុណ្យហ្មងបងប្អូនបុណ្យហ្មងយើងធ្វើសប្ងៃពេញតួជាបុណ្យហ្មងបងប្អូនខ្លួនយើងមួយស្លាប់ចោលទេធ្វើម៉េចឲ្យតែគេបានសុខបុណ្យពេញទំហឹងត្រង់អាអ្នកយល់ពីកន្លែងហ្នឹងយល់បានដោយកម្រ10000 20000នាក់យល់បានមួយអារឿងត្រូវហ្នឹងដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាកុំឃើញអាធ្វើបុណ្យបែបសាសនាហ្នឹងរួចថាបានទៅសួគ៌ព្រះពុទ្ធលោកថាផ្លូវទៅសួគ៌ទូកទេកូនអាផ្លូវទៅនរកសឹកអលេងហេគេធ្វើបុណ្យច្រើនម៉េចមិនក៏ទៅនរកអីច្រើនម៉េចវាធ្វើឯណាបុណ្យវាធ្វើពិធីសាសនាតាចេតនាដើម្បីខ្លួនវាតានរកតាហ្នឹងអញ្ចឹងបាននរកនោះវាសឹកអស់អាសួគ៌ទូកវាយូរយល់មួយលះប្រយោជន៍ផ្ទាល់ខ្លួនដើម្បីសេចក្តីសុខរបស់អ្នកដទៃរួចហើយគិតមើលបើអញចេញកម្លាំងប៉ុណ្ណឹងអញចេញលុយប៉ុណ្ណឹងធ្វើម៉េចឲ្យបានចេញជាប្រយោជន៍ដល់អ្នកដទៃច្រើនជាងគេបើអញមាន$100អញរៀបរងបបរមកព្រឹកច្រាសរួចហើយទៅជាអាចអស់លីងប៉ុន្តែបើអញរៀបចំវេទិកាឲ្យគេមកបញ្យល់មនុស្សកើតទៅជាប្រយោជន៍ព្រះពុទ្ធលោកថាសព្វទានណាំងធម្មទានណាំងជានិតិធម្មទានឈ្នះអស់ទានទាំងពួងពាក្យខ្មែរគេថាបង្រៀនមនុស្សឲ្យចេះស្ទូចត្រីវាចេះរស់ខ្លួនវាអស់$100ដូចគ្នាតែប្រយោជន៍ច្រើនធ្វើបុណ្យត្រូវប្រកបជាមួយនឹងបញ្ញាណាកូនណាព្រះពុទ្ធបង្រៀនឥតខ្ចោះណាបងប្អូនឥតមានខ្ចោះទេព្រះសម្មាសម្ពុទ្ធឥតខ្ចោះទេបុគ្គលត្រាស់ដឹងតែសត្វទេបងប្អូនវែងសត្វហើយវែងហ្នឹងរឿងអីបងប្អូនគ្មានរឿងអីក្រៅរឿងអញចេញពីអញហ្នឹងបើកុំចេញពីអញទេបងប្អូនគ្មានណាបោកបានទេដូចខ្ញុំសប្ងៃគេថាអញទៅនរកឥឡូវអញថាមានអី20ឲ្យអញភ័យជានឹងអត់ទៅនរកណាងាប់ហើយមកស្រុកក៏មានតែមួយអញក្បាលតែចេះ
ខ្មៅឈើមត្រូវតែនេះហើយកុំយកអាចឹងមកគំរាមអញយើងអត់ខ្លាចយើងថាផុតធំងាប់ផុតធំងាប់ឥឡូវហ្នឹងអញមិនខ្លាចអាងាប់ទៀតឲ្យតែសំប្រកបមើលទៅថាងាប់ហ្នឹងបានចេញជាប្រយោជន៍អញងាប់ភ្លាមមើលឲ្យធ្វើក្បាលអីអញហើយប្រយុយរឿងនរករឿងប្រែទៅបានតែពួកគិតអញនេះបើអញប្រាប់ថាអញទៅនរកក៏បានដែរបើមានមែនអញទៅក៏បានដែរឲ្យតែប្រជាប្រដ្ឋមកប្រទេសឡើងឋានសួគ៌បានសុខអញព្រមទៀតហើយធ្វើអីអញដល់យើងអញវាស្ដើងធ្វើក្បាលអីយើងអត់កើតតែហ្មងនិយាយតាសពថ្ងៃគេប្រយុយយកលុយអស់ព្រោះរឿងអញហ្នឹងហើយគាត់ថាគាត់ស្ដើងអញស្មាទោសស្ដើងអញព្រះហើយគាត់យល់ថាយើងទៅរកស៊ីរាល់ថ្ងៃហ្នឹងណាមិនបានឡើងឋានសួគ៌ទេមានគាត់យល់ត្រូវទេអស់អញហ្នឹងអញធំជាងគេផងគាត់គិតថាទៅផ្លូវរបស់គាត់ហ្នឹងបានត្រូវអញធំហ្នឹងប្រសង់លោកទេសនាឲ្យຕົកចៅចោលយាយឯងណាពេលធ្លាក់នរកចៅធ្លាក់នរកជំនួសយាយឯងអត់ដល់ពេលគេថាអញ្ចឹងຕົកចៅចោលទៅស្ដាប់ធម៌ងាប់ពឹងរៀនមនុស្សឲ្យអាក្រក់អញ្ចឹងព្រះសម្មាសម្ពុទ្ធឯណាអញ្ចឹងបងប្អូនអញ្ចឹងបានខ្ញុំឃើញលោកយាយមួយដែលស្ដាប់ LDP យល់បងប្អូនដែលគាត់លែងរវល់ពីរឿងខ្លួនគាត់គិតពីរឿងអ្នកដទៃបងប្អូនពាក្យខ្មែរគេថាមិនទេក្រឡេកឃើញគុណទុនភ្លុនសំពះបងប្អូនណាជង្គង់ខ្ញុំគឺក្រឹបហ្មងចំណាស់នេះហើយគាត់ចង់បានអីទៀតបើគិតពីខ្លួនណាតើចំណាស់ហ្នឹងគាត់នៅស៊ូបានប្រមាណដើម្បីស៊ីផលដែលគាត់ប្រឹងចិត្តរបស់គាត់គឺដើម្បីអ្នកដទៃទាំងស្រុងបងប្អូនក្រឡេកឃើញគុណទុនភ្លុនសំពះគឺមើលទៅមុខគាត់ទៅបងប្អូនគឺជាចាស់គួរឲ្យគោរពហ្មងបងប្អូនហើយចុះបើថកឡើងតាមសួរខ្លួនឯងហៅកន្លែងណាគោរពបងប្អូនកុំថាទៅលោកយាយលោកតាសូម្បីតែប្រពុតដែរគេថាប្រពុតលោកត្រាស់ដឹងនោះនៅក្រោមដើមឈើកប៉ុកក៏ដែរជួយវិណាទេខ្ញុំថាខ្ញុំគ្មានសុំសាច់ប្រពុតមកដុំយកមកឆាន់ទេអ្នកឯងត្រាស់ដឹងឯងត្រាស់តែឯងទៅខ្ញុំមិនគោរពទេបើមិនជួយអ្នកដទៃបងប្អូនណាខ្ញុំឃើញតែរូបថ្មរបស់ព្រះសម្មាសម្ពុទ្ធក៏ខ្ញុំមើលយូរស្រក់ទឹកភ្នែកដែរដោយសារអីបងប្អូនខ្ញុំពាល់ត្រូវចិត្តលោកដែលខ្វល់ខ្វាយចំពោះអ្នកដទៃគុណធម៌កន្លែងនោះដែលខ្ញុំគោរពបើធម្មតាត្រាស់ដឹងនឹងអង្គុយកប៉ុកក្រោមដើមឈើគេថាសិល10សិល20ដឹកអ្នកមានសិលមួយជើងបានប្រហែលដឹកអ្នកអត់សិល2 300ជើងអញមិនដឹកទេហើយមិនសិលអីមានសិលតែឯងទៅខ្ញុំអត់រវល់ទេតែគោរពនឹងគឺគោរពទឹកចិត្តដែលជួយអ្នកដទៃបងប្អូនសពថ្ងៃណាបងប្អូនបើខ្ញុំគ្មានការទទួលខុសត្រូវក្នុងនាមជាអ្នកយល់មុនគេទេគេថាអ្នកមានរក្សាខ្សត់ដូចសម្ពុតផុតពីក្រៅអ្នកប្រាជ្ញរក្សាខ្លៅដូចសំពៅនៅសំប៉ានបើខ្ញុំគ្មានការទទួលខុសត្រូវក្នុងនាមជាអ្នកដឹងមុនគេទេបងប្អូនស្មានដែរសុំទោសស៊ីកាទៀវផឹកកាហ្វេដើរលេងពេញភពលោកមិនរវល់អីនឹងមុខលោកយាយលោកតាឯងទេមានពីណាទៅស្ដីឲ្យខ្ញុំថាហែងអត់មានការទទួលខុសត្រូវចំពោះប្រទេសហើយមានណាស្ដីឲ្យខ្ញុំមានណាស្ដីឲ្យស្រាច់តែខ្ញុំចង់ដើរលេងណាដើររឿងទៅតែមនសិការជាមនុស្សបងប្អូនអ្នកមានរក្សាខ្សត់អ្នកដឹងទៅរក្សាអ្នកដែលមិនដឹងខ្ញុំឃើញផ្លូវដែលចេញវាខ្លងខ្ញុំដឹងតែផ្លូវនេះផ្លូវចេញធម្មតានេះបងប្អូនមនសិការជាមនុស្សត្រូវតែមកប្រាប់បងប្អូន